Sôm lùm mòn cái cơ rụp chìm bê xua tà rò bục mai bóng bồn cho nông chia tiếng ớt đòi xây cái đây cơ rụp. Ở trong đất khăn nông video mình ní nhông nặng đạ nằm môn kia thà muối. Đa chiaประเภท នៃគាថាការពារមិនឲ្យខ្មោចសង្កត់ហ្នឹងសម្រាប់មន្តគាថានេះគឺជាមន្តគាថាដែលល្អដែរសម្រាប់ពុកម៉ែបងប្អូនណាដែលគាត់សម្រានម្នាក់ឯងនៅក្នុងមិនថាតែពេលយប់ឬក៏ពេលថ្ងៃទេបងប្អូននៅក្នុងពេលខ្លះហ្នឹងតកតងជាមួយនឹងអាការៈដែលថាខ្មោចសង្កត់ហ្នឹងណាហ្នឹងហើយមិនថាតែក្នុងពេលយប់ទេសូម្បីតែពេលថ្ងៃហ្នឹងក៏វាអាចនឹងសង្កត់យើងបានដូចគ្នាឲ្យតែយើងសម្រានម្នាក់ឯងអញ្ចឹងទៅតែវាមិនមែនថាគ្រប់មនុស្សសុទ្ធតែជួបរឿងបែបហ្នឹងនោះទេអ្នកខ្លះគាត់សម្រានម្នាក់ឯងក៏ពិតមែនក៏ប៉ុន្តែគាត់មិនបានជួបតាក់ទងជាមួយនឹងហេតុការណ៍បែបហ្នឹងទេហ្នឹងហើយរីឯអ្នកខ្លះទៀតគឺគាត់ជួបញឹកអញ្ចឹងណាសំបីតែខ្ញុំហ្នឹងក៏ធ្លាប់ជួបតាក់ទងជាមួយនឹងអាការៈខ្មោចសង្កត់នឹងដូចគ្នាហ្នឹងហើយនៅពេលដែលខ្មោចសង្កត់ហ្នឹងវាមានអារម្មណ៍ថាថប់ទ្រូងណាគឺយើងធ្នន់តែម្ដងបងប្អូនបើនិយាយតាក់ទងជាមួយនឹងការដកដង្ហើមវិញគឺថាដកសឹងតែមិនដល់គ្នាតែម្ដងហ្នឹងហើយអាហ្នឹងគឺអាការៈខ្មោចសង្កត់ហើយសម្រាប់មុនគេថានេះគឺយើងអាចយកទៅប្រើបានមុនពេលដែលយើងសម្រានអីអញ្ចឹងទៅមិនថាពេលថ្ងៃឬក៏ពេលយប់ទេគឺយើងអាចសូត្រតាក់ទងជាមួយនឹងគេថានឹងសិនទៅហើយចាំយើងសម្រានអញ្ចឹងទៅហ្នឹងហើយហើយខ្ញុំដូចជាឃើញមានបងប្អូនយើងគាត់ comment សុំតាក់ទងជាមួយនឹងគាថាការពារនៅនិមិត្តអាក្រក់សម្រាប់គាថាហ្នឹងក៏មានដូចគ្នាដែរក៏ប៉ុន្តែនៅក្នុងវីដេអូមួយនេះខ្ញុំសូមលើកតាក់ទងជាមួយនឹងគាថាការពារនៅខ្មោចសង្កត់នេះសិនហ្នឹងហើយចាំវីដេអូក្រោយៗទៀតខ្ញុំនឹងធ្វើតាក់ទងជាមួយនឹងគាថាការពារនៅនិមិត្តអាក្រក់ផ្សេងៗបានន័យថាយើងគេងទៅកុំឲ្យយល់នៅសបិនអាក្រក់ផ្សេងអញ្ចឹងណានិយាយទៅគឺសបិនដែលមិនល្អកុំឲ្យចូលមកក្នុងសបិនយើងអញ្ចឹងតែហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលវេលាវែងឆ្ងាយខ្ញុំនឹងធ្វើការសូត្រតាក់ទងជាមួយនឹងមន្តគាថានេះដើម្បីនឹងជម្រាបចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាតែម្ដងសម្រាប់មន្តនេះគឺយើងសូត្រថាពុទ្ធោមេនាថោអមៈហោតិសតាំងភាណាំងគាឆាមិម្ដងទៀតធម្មោមេនាថោអមៈហោតិសតាំងភាណាំងគាឆាមិសង្ឃោមេនាថោអមៈហោតិសតាំងភាណាំងគាឆាមិហ្នឹងហើយសម្រាប់មុនគាថាហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនគឺខ្លីមែនតើវាមិនខុសជាមួយនឹងគាថាមុនដែលខ្ញុំបានដាក់ប្រមាណនោះទេនឹងឲ្យវាខុសត្រង់ថាមានពុទ្ធមានធម្មមានសង្ឃអីអញ្ចឹងណាវាខុសតែកន្លែងហ្នឹងទេហើយបើថាទៅមុខទៀតហ្នឹងគឺយើងអានដូចគ្នាអញ្ចឹងតែហ្នឹងហើយឥឡូវម្ដងទៀតពុទ្ធោមេនាថោអមៈហោតិសតាំងភាណាំងគាឆាមិធម្មោមេនាថោអមៈហោតិសតាំងភាណាំងគាឆាមិសង្ឃោមេនាថោអមៈហោតិសតាំងភាណាំងគាឆាមិហ្នឹងហើយអញ្ចឹងសម្រាប់មុននេះគឺយើងសូត្រចំនួន7ចប់ទៅបើសិនជាបងប្អូនយកទៅប្រើអញ្ចឹងទៅបងប្អូនគឺសូត្រចំនួន7ចប់ហើយចាំបងប្អូនសម្រាប់ហើយប្រើនៅគាថាណាក៏ដោយបងប្អូនសូមកុំភ្លេចនឹករលឹកទៅដល់គុណម្ចាស់ដើមនៃគាថាផងព្រោះតែគាថាទាំងអស់គឺសិតតែមានម្ចាស់ទាំងអស់ហ្នឹងហើយដូច្នេះនៅពេលដែលយើងប្រើគឺយើងត្រូវតែនឹករលឹកទៅដល់គុណម្ចាស់ដើមនៃគាថាផងដែរសម្រាប់គាថានេះគឺយើងសូត្រមុនពេលដែលយើងចូលសម្រាកដោយដែលខ្ញុំបានជម្រាបពុកម៉ែបងប្អូនពីខាងដើមហ្នឹងហើយដើម្បីការពារកុំឲ្យខ្មោចនឹងឯងវាសង្កត់យើងបានហ្នឹងហើយតើតើជាមួយនឹងរឿងមួយនេះអ្នកខ្លះអញ្ចឹងទៅគាត់ក៏ជឿអ្នកខ្លះអញ្ចឹងទៅគាត់ក៏មិនជឿអញ្ចឹងទៅលុះត្រាតែអ្នកដែលគាត់ធ្លាប់ជួបតបតអញ្ចឹងណាទើបគាត់ជឿតែបើថាអ្នកមិនធ្លាប់ជួបតេតងជាមួយនឹងរឿងបែបហ្នឹងទេភាគច្រើនគឺគាត់មិនសូវជាជឿប្រមាណនោះទេបងប្អូនហ្នឹងហើយអញ្ចឹងសម្រាប់មុនគាថានេះគឺខ្ញុំមានតែប៉ុណ្្នឹងទេមិនមានអ្វីដែលវែងឆ្ងាយនោះទេសម្រាប់គាថានេះ
ก็ប៉ុន្តែមុននឹងបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមបន្ថែមបន្តិចនៅខាងចុងវីដេអូនេះដើម្បីនឹងជម្រាបចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងសម្រាប់បងប្អូនដែលចាស់ចាស់គាត់ប្រហែលជាបានដឹងហើយដោយសារតែខ្ញុំនិយាយសឹងតែក្រៅវីដេអូតែម្ដងហ្នឹងហើយក៏ប៉ុន្តែសម្រាប់ពុកម៉ែបងប្អូនដែលថ្មីគាត់ប្រហែលជាមិនទាន់ដឹងនោះទេតកតងជាមួយនឹងការសិក្សានៅមន្តវិជ្ជាការនេះមិនមែនជាការលេងសើចទេបើសិនជាបងប្អូនចង់បានលទ្ធផលពិតប្រាកដចង់រៀនទៅអាចយកនៅចំណេះវិជ្ជាទាំងអស់ហ្នឹងយកទៅប្រើការកើតទៅជាប្រយោជន៍បានដូចជាការជួយសង្គ្រោះនៅអ្នកដទៃជាដើមហ្នឹងហើយនោះពុកម៉ែបងប្អូនចាំបាច់ត្រូវទៅស្វែងរកគ្រូដើម្បីនឹងដឹកនាំសិក្សារៀនសូត្រឲ្យបានត្រឹមត្រូវចំពោះមន្តវិជ្ជាការបងប្អូនបើសិនជាអាចមិនគួររៀនដោយមិនមានគ្រូនោះទេវាមិនសូវជាល្អសម្រាប់បងប្អូនប្រមាណនោះទេមន្តគាថាអាចនិយាយបានថាដូចជាអាវុធមុខពីរអញ្ចឹងដែរបើសិនជាបងប្អូនរៀនដោយមិនមានគ្រូទោះបីជាបងប្អូនចេះច្រើនយ៉ាងណាក៏ដោយចេះស្ទាត់យ៉ាងណាក៏ដោយក៏មិនប្រកាសថាបងប្អូនយកនៅមន្តវិជ្ជាទាំងអស់ហ្នឹងយកទៅប្រើទទួលបានផលនោះដែរហ្នឹងហើយនៅក្នុងពេលខ្លះទៀតប្រើមិនបានផលខាតពេលខាតវេលាហើយក៏អាចនឹងបង្កទៅជាបញ្ហាមកដល់ខ្លួនយើងបានដូចគ្នាដែរហ្នឹងហើយអានេះអាចថាមកពីយើងរៀននៅមន្តវិជ្ជានឹងបដិបដាច្រើនខ្លាំងពេកហើយខ្ញុំសូមជម្រាបបងប្អូនថាមន្តវិជ្ជាការក៏មានតូចមានធំមានថ្នាក់ខ្ពស់ថ្នាក់ទាបដូចតែមនុស្សយើងអញ្ចឹងដែរវាមិនខុសនោះទេឬក៏ប្រៀបធៀបមួយទៀតទៅជាមួយនឹងការសិក្សារបស់បងប្អូននៅពេលដែលបងប្អូននៅវ័យកុមារភាពហ្នឹងហើយកាលពីតូចបងប្អូនចូលទៅរៀននៅក្នុងសាលាបងប្អូនចូលទៅដំបូងបងប្អូនមិនមែនទៅដល់រៀនថ្នាក់ធំឬក៏ថ្នាក់ខ្ពស់ភ្លាមនោះទេយើងរៀនពីថ្នាក់បតីទី1ទី2ទី3អីអញ្ចឹងទៅចំពោះមន្តវិជ្ជាការវិញក៏ដូចគ្នានោះដែរហើយនេះក៏ជាចំណុចមួយដែលខ្ញុំចង់ឲ្យបងប្អូនរៀនដោយមានគ្រូផងដែរហ្នឹងហើយបើកាលណាយើងរៀនដោយមិនមានគ្រូបានន័យថាប្រកាសណាបងប្អូនគឺយើងនឹងធ្វើទៅតាមចំណង់ចំណូលចិត្តខ្លួនឯងហ្នឹងហើយធម្មតាយើងមិនចង់រៀននៅមន្តគាថាតូចឬក៏ថាវាមិនសូវជាផ្ដល់ប្រយោជន៍យើងអញ្ចឹងគឺយើងមិនចង់រៀននោះទេបើសិនជាយើងរៀនដោយមិនមានគ្រូយើងចាប់តែគាថាដែលធំដែលយើងចង់រៀនអីអញ្ចឹងវាអាចផ្ដល់ប្រយោជន៍យើងអញ្ចឹងទៅហ្នឹងហើយតែខ្ញុំចង់ជម្រាបបងប្អូនថាគាថាគឺយើងរៀនត្រូវរៀនឲ្យមានគ្រឹះហ្នឹងហើយត្រូវរៀនឲ្យមានគ្រឹះទៅយើងអាចប្រើទៅវាទទួលបានផលយើងអត់អាចទៅ select ដូចជា select រូបឬក៏ select អីផ្សេងបានទេណាបងប្អូនសម្រាប់មុនគេថាគឺយើងត្រូវរៀនតាមដំណើរតាមដំណាក់កាលរបស់វាដោយខ្ញុំបានជម្រាបថាមានតូចមានធំអីអញ្ចឹងទៅអញ្ចឹងបើសិនជាយើងចង់រៀនគេថាធំឬក៏របៀបផ្សេងធំទៀតអាហ្នឹងបងប្អូនត្រូវរៀនពីតូចទៅមិនយើងរៀនពីធំមកតូចហើយក៏មិនរៀនពាក់កណ្ដាលឡើងទៅធំគឺអត់ទេហ្នឹងហើយសង្ឃឹមតែបងប្អូននឹងយល់ទាក់ទងជាមួយនឹងចំណុចកន្លែងនេះហើយចំណុចកន្លែងនេះខ្ញុំក៏មិនមែនជម្រាបជូនពុកម៉ែបងប្អូនតែម្ដងនោះដែរគឺខ្ញុំជម្រាបជូនពុកម៉ែបងប្អូនសឹងតែគ្រប់វីដេអូតែម្ដងទាក់ទងជាមួយនឹងចំណុចកន្លែងហ្នឹងណាហ្នឹងហើយហើយការដែលខ្ញុំលើកយកមកនិយាយនេះក៏មិនមែនជាការបំភ័យទៅកាន់បងប្អូនឬក៏ថាហាមឃាត់បងប្អូនឯដែរអានេះគឺជាការគិតរបស់មនុស្សយើងម្នាក់តែបងប្អូនអាចយកទៅគិតសិនហ្នឹងហើយបើសិនជាបងប្អូនគិតថាសមចាំបងប្អូនយកតែបើគិតថាវាមិនសមអាហ្នឹងបងប្អូនក៏បោះវាចោលទៅខ្ញុំអត់មានសិទ្ធិអីទៅបង្ខំបងប្អូនឲ្យជឿមកកាន់ខ្ញុំនោះទេតែខ្ញុំចង់ជម្រាបថាអ្វីដែលខ្ញុំបានលើកឡើងនេះមិនមែននិយាយទៅតាមការនឹកឃើញឬក៏ទៅតាមការបដិទ្ធរបស់ខ្ញុំនោះទេគឺជាអ្វីដែលខ្ញុំធ្លាប់ទទួលអំពីចាស់ព្រះធេចាក៏ដូចជាលោកគ្រូអ្នកគ្រូអស់លោកដែលជាអ្នកដែលចេះដឹងខាងហ្នឹងបើនិយាយទៅគឺវាច្រើនបងប្អូនតែគ្រាន់តែថាខ្ញុំលើកចំណុចខ្លះៗអញ្ចឹងទៅដើម្បីនឹងជម្រាបចែកជូនទៅកាន់បងប្អូនហ្នឹងហើយបើសិនជាអាចមុនពេលដែលបងប្អូនចង់សិក្សានៅមន្តវិជ្ជាការបងប្អូនគួរតែជំរះនៅកាយវិចារចិត្តរបស់យើងហ្នឹងឲ្យបានស្អាតល្អជាមុនសិនទៅចាំយើងចូលសិក្សានៅមន្តវិជ្ជាការអញ្ចឹងណាហើយតើតងជាមួយនឹងចិត្តកំណត់អីហ្នឹងបងប្អូនគឺយើងត្រូវឲ្យចាស់ទុំបើតើតងជាមួយនឹងចិត្តហ្នឹងគឺត្រូវឲ្យធ្នន់ប្រៀបបីដូចជាភ្នំអញ្ចឹងពាក្យហ្នឹងបងប្អូនប្រហែលជាធ្លាប់ឮហើយថាអ្នកដែលជាអាគមភាគច្រើនគឺគាត់ចិត្តធ្នន់ណាមិនមែនចិត្តឆេវឆាយទេណាបងប្អូនហ្នឹងហើយបើឆេវឆាយអញ្ចឹងទៅពេលខ្លះអាចនឹងខុសនឹងដំណំគ្រូអីអញ្ចឹងទៅវាអាចនឹងសាបនៅមន្តវិជ្ជាការវាអាចនឹងមានបញ្ហាមកដល់ខ្លួនអីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងចំណុចទាំងអស់នេះសង្ឃឹមថាបងប្អូននឹងយល់ខ្ញុំលើកប៉ុណ្្នឹងទៅចោលដើម្បីកុំឲ្យនាទីហ្នឹងវាវែងឆ្ងាយខ្លាំងពេកហើយមុននឹងបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមលើកនៅម្រាមដៃ10ខន្តីអភ័យអត់នៅទៅដល់ពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ដែលកំពុងតែមើលនៅវីដេអូមួយនេះ
ក្រែងលោថាមានកន្លែងណាដែលខ្ញុំនិយាយទៅមានការលើលួខុសឆ្គងរំលងបែបបទជាដើមនោះក៏សូមពុកម៉ែបងប្អូនទាំងអស់មេត្តាខន្តីអភ័យអត់នៅទោសដល់ខ្ញុំពីចម្ងាយផងអញ្ចឹងដោយពាក្យចាស់មួយលោកបានពោលថាដំរីជើង4តែមានផ្លត់រីឯអ្នកប្រាជ្ញជាស្ដុតក៏មានភ្លេងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនកលេចមកការរូបខ្ញុំឯនេះវិញឃើញថាមិនមែនជាដំរីសាហើយក៏មិនមែនជាអ្នកប្រាជ្ញអ្វីនោះដែរអញ្ចឹងប្រកាសណាស់បងប្អូនការលើកឡើងនៅក្នុងវីដេអូនីមួយៗវាតែងតែមាននៅចំណុចដែលខ្វះខាតវាតែងតែមាននៅចំណុចដែលខុសឆ្គងជាដើមហើយដូច្នោះហើយគឺមានតែសូមនៅការអធិស្ឋានអភ័យអត់ទោសអំពីពុកម៉ែបងប្អូនពីចម្ងាយនឹងឯងអញ្ចឹងមុននឹងបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមជូនពរជូនជ័យឲ្យពុកម៉ែបងប្អូនជួបនៅពុទ្ធពរទាំងឡាយ5ប្រការដែលមានអាយុវណ្ណៈសុខៈពលៈបដិភេនៈជាដើមបើសិនជាពុកម៉ែបងប្អូនមានគោលបំណងបងប្រាថ្នានៅសម្បត្តិណានីមួយនោះក៏សូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណនិងសូមគោរពជម្រាបលា